បាទអញ្ចឹងយើងមកបន្តការចម្លងក្បាច់របស់យើងបន្តទៀតបាទអញ្ចឹងខ្ញុំធ្វើការចូលមកកាន់ pen tool ហើយខ្ញុំចម្លងបាទខ្ញុំធ្វើការពុតនៅត្រង់នេះបាទតោះមកខ្ញុំចុច escape ផ្ដាច់វាបែបនេះមកអ្នកនរគ្នាអាចពង្រីកវាធំបែបនេះមកណាដើម្បីងាយស្រួលពុតបើយើងពុតទូចចេះយើងរៀងបាក់មើលអញ្ចឹងយើងពង្រីកវាធំតិចមកបាទហើយយើងទាញបែបហ្នឹងបាទនៅពេលដែលអ្នកនរគ្នាអង្កលបែបនេះអ្នកនរគ្នាចុច space នៅលើ keyboard បាទអញ្ចឹងយើងវាចេញសញ្ញាបត្រដៃបែបនេះយើងអាចទាញទៅណាក៏បានដែរអូខេអញ្ចឹងយើងធ្វើការពុតវាទៅតាមទម្រង់ហ្នឹងមកបាទហើយយើងពុតវាទៅតាមហ្នឹងមកណាខ្ញុំផ្ដាច់វាត្រឹមនេះហើយយើងពុតវាតមកលើបែបនេះទៅបាទអញ្ចឹងខ្ញុំពុតវាមកប៉ុណ្ណាអូខេអញ្ចឹងខ្ញុំពុតវាមកប៉ុណ្ណឹងបាទខ្ញុំចុច escape ផ្ដាច់នៅត្រង់ចំណុចហ្នឹងអូខេអញ្ចឹងយើងធ្វើការពុតវាបន្តទៀតទៅបាទឥឡូវខ្ញុំគូនេះមុនចុះបាទយើងអាចគូពីនេះទៅមុនក៏បានដែរប៉ុន្តែឥឡូវខ្ញុំគូពីក្រោមចេះទៅមុនណាបាទអញ្ចឹងនៅត្រង់អានេះបាទអានេះយើងគូតែមួយមកបានហើយយើងមើលក្បាច់ណាដែលវាដូចគ្នាងាយស្រួលទេយើងគ្រាន់តែគូតែមួយទៅយើង copy មកអូខេអញ្ចឹងខ្ញុំធ្វើការគូនេះចុះបាទដែលយើងអាចពុតទៅលើនេះមកអូខេអញ្ចឹងខ្ញុំយកមកដល់ត្រង់ចំណុចនេះបាទអញ្ចឹងយើងចុច escape ផ្ដាច់វាមួយទៅហើយយើងគូមកបែបនេះទៀតបាទតោះមកខ្ញុំចុច escape ផ្ដាច់នៅត្រង់ចំណុចនេះអូខេបន្តមកទៀតខ្ញុំធ្វើការគូនេះឲ្យដែរទៅបាទយើងអាចដាក់ត្រង់ចំណុចហ្នឹងយើងពុតវាបែបហ្នឹងហើយយើង escape ផ្ដាច់វាមកក៏បានដែរណាអូខេអញ្ចឹងខ្ញុំយកវាប៉ុណ្ណឹងទៅបាទហើយខ្ញុំមកដល់ត្រង់ចំណុចនេះខ្ញុំផ្ដាច់វាទៅបាទបន្តមកទៀតយើងធ្វើការ copy វាជា2មកយើងពុតមួយនេះយើងពុតមួយចំហៀងហ្នឹងយើងសេរីវាស្អាតទៅបាទយើងពុតវាស្អាតទៅហើយទៅបាទបន្តមកទៀតយើងធ្វើការ copy វាមួយទៀតទៅបាទយើងអាចcontrol C control F លើវាហើយយើងចុច flip ថងកន្លែងនេះទៅយើងបានមួយទៀតហើយបាទអញ្ចឹងយើងទាញខ្ញុំដាក់ត្រង់ចំណុចនេះមកបាទអញ្ចឹងវាស្មើគ្នាហើយអ្នកនរគ្នាអូខេអញ្ចឹងនៅពេលដែលយើងគូនឹងបានប៉ុណ្ណឹងហើយយើង select ទៅលើវាទាំងអស់យើងគ្រប់យើងចុច control G យើងគ្រប់លើវាមួយយើង copy វាយកមកដាក់នៅត្រង់ចំណុចនេះបាទអញ្ចឹងយើងទាញវាយកមកដាក់នៅត្រង់ចំណុចហ្នឹងមួយទៀតទៅបាទអញ្ចឹងយើងបានវាប៉ុណ្ណា
ok chẳng dừng bàn về phần nắng bà hay anh ấy dừng copy viết đôi khi chẳng đại thì nào để chẳng copy viết một tiết tới hay dừng còn đại bằng rộm về tù tới hai nhà này bà dừng tiền về dừng trò về đi tới bà sân chỉ nào cái này copy viết tiết nào cái này cú bẩn thêm tiết vì lừa viết tiết cơ bản rồi ok chẳng nó p để ra nào cái này bàn phần năng hái nhưng công tàn này về dân tục viên năng sân tới dân cú này mò hỡi các bạn đó bạn chẳng nhưng cú này bạn to tiết đấy bạn chẳng nhưng chuột escape nhưng phải đặt về tròn cho nó nắng hay nhưng cú về máu ok nhưng phải đặt về bẹp ní
អូខេអញ្ចឹងនៅពេលដែលយើងបានប៉ុណ្្នឹងហើយយើងធ្វើការគូ line នេះបន្តទៀតបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំដូចជាអត់សូវមានអីនិយាយច្រើនទេអ្នកនរគ្នាបាទដោយសារតែយើងប្រើតែ pen tool បាទយើងប្រើតែ pen tool យកមកគូពុតវាទេបាទអញ្ចឹងខ្ញុំមានតែដាក់ភ្លេង background លាយចូលទេដើម្បីកុំឲ្យស្ងាត់ដល់អ្នកទាំងអស់គ្នាមើលពេកអូខេដល់នេះអញ្ចឹងខ្ញុំគូវាផុតទៅបែបនេះតែម្ដងក៏បានដែរហ្នឹងបាទយើងគូទៅមកបន្ទាត់ទៅផុតបែបហ្នឹងទៅអូខេអញ្ចឹងនៅត្រង់ចំណុចនេះគឺយើងធ្វើការគូរង្វង់មូលមកដោយយើងយក ellipse បាទយើងយក ellipse យកមកគូពុតវាមូលបែបនេះមកបាទបន្តមកទៀតយើងចូលមកកាន់ pen tool របស់យើងពុតអានេះមកបាទយើងបានវាប៉ុណ្ណឹងតោះមកយើងគ្រប់វាទាំងពីរមកបាទអញ្ចឹងយើងគ្រប់វាទាំងពីរយើងទាញវាមកក្រោមដែរបើពេលហើយយើងទាញវាមកដាក់ពីខាងក្រោមបែបនេះមកនេះណាហើយយើង copy វាយើងចុច Alt លើ keyboard ទៅជាប់យើងទាញមកបាទយើង copy វាមួយទៀត
បាទតើមកយើងចុច Control D ទៅវានឹងរត់ឡើងទៅលើហើយយើងស្រីវាទៅណាបាទយើងស្រីវាឲ្យស៊ីជាមួយនឹងបាច់របស់យើងមកបានត្រង់ចំណុចនេះចុច Alt លើ keyboard ឲ្យជាប់ទៅហើយយើងចាប់ទាញវាទៅគឺវា copy ចម្លងមួយទៀតហើយបាទ sorry អូខេអញ្ចឹងយើង copy វាបានប៉ុណ្ណឹងបាទបន្ទាប់មកយើងមើលអាណាចំណុចណាដែលវាលើសយើងធ្វើការលុបចោលយើង select ទៅលើវាបែបហ្នឹងមកណាយើង select ទៅលើវាបែបហ្នឹងយើងចុចចូល object ហើយយើងចុច expand វាមកបាទយើងអូខេវាទៅបាទនៅត្រង់ចំណុចនេះយើងត្រូវការផ្ដាច់វាមួយចំហៀងអញ្ចឹងយើងត្រូវការគូសline ខាងនេះឲ្យដែរទៅបាទយើងគូសឲ្យហើយទៅដើម្បីយើងផ្ដាច់វាវាជាប់នេះជាប់ fill យើងកុំភ្លេចបិទ fill វាចេញ